អង្គុយចុះអង្គជំនុំជម្រះប្រកាសបន្តកិច្ចដំណើរការនីតិវិធីសមនការនៅថ្ងៃនេះកិច្ចដំណើរការសមនការនឹងបន្តការតាំងទំនួលដេញដោលចំពោះស័ក្តិសិទ្ធិនៅក្នុងប្រផង់ដែលនឹងសួរដោយក្រមមេធាវីការពារក្តីដែលចាប់ផ្ដើមពីក្រមមេធាវីការពារក្តីលោកខៀវសុនថនដំបងគេហើយមុននឹងផ្ដល់វិធីការជូនទៅក្រមមេធាវីការពារក្តីហើយលោកស្រីសែកវិធីឡើងរាយការណ៍អំពីស្ថានភាពវត្តមានអវត្តមានភាគីនិងបុគ្គលដែលអង្គជំរះក៏អញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចដំណើរការសមនការនេះសូមគ្រប់លោកប្រធានគ្រប់ភាគីទាំងអស់នៅក្នុងរឿងក្តីនេះមានវត្តមានលើកលែងតែលោកមេធាវីជាតិការពារក្តីឲ្យលោកអៀងសេរីលោកមេធាវីអាងឧត្តមអវត្តមានដែលមានធុរៈតខ្លួននិងជនជាប់ចោតអៀងសេរីមានវត្តមាននៅបន្ទប់ឃុំខ្លួនខាងក្រោមបន្ទប់សកម្មការដោយជនជាប់ចោតបានស្នើសុំលះបង់សិទ្ធិតាមរយៈមេធាវីរបស់គាត់ក្នុងការចូលរួមដំណើរការនីតិវិធីដោយផ្ទាល់ពីបន្ទប់សកម្មការសម្រាប់រយៈពេលពេញមួយថ្ងៃនៃថ្ងៃសកម្មការនេះលិខិតលះបង់សិទ្ធិរបស់ជនជាប់ចោតបានប្រគល់ដល់កលាមជីរួចហើយដែលឡែកសាក្សីបំរុងដែលត្រូវមកផ្ដល់សក្ខីកម្មបន្ទាប់ពីបញ្ចប់សក្ខីកម្មសាក្សីនងសុផុងគឺសាក្សីដែលមានរហស្សនាម TCW 307សាក្សីរូបនេះមានវត្តមាននៅបន្ទប់រងចាំការកោះហៅពីអង្គជំនុំជម្រះសាក្សីបានបញ្ជាក់ថាតាមសមត្ថភាពដែលគាត់អាចដឹងគឺគាត់មិនមានទំនាក់ទំនងញាតិលោហិតឬញាតិពន្ធជាមួយនឹងជនជាប់ចោតទាំង3រូបឬភាគីដែលមិនដឹងរដ្ឋបវេនីណាមួយដែលត្រូវបានទទួលស្គាល់នៅក្នុងរឿងក្តីនេះទេសាក្សីបានធ្វើសម្បត្តិរួចហើយនៅចំពោះមុខលោកតាដំបងដៃកាលពីពេលព្រឹកមិញនេះសូមអរគុណបាទអរគុណឥឡូវនេះអង្គជំរះសម្រាប់លើសំណើសុំរបស់ជនជាប់ចោតអៀងសេរីអង្គជំរះបានទទួលពាក្យសុំរបស់ជនជាប់ចោតអៀងសេរីចុះថ្ងៃទី5ខែកញ្ញាឆ្នាំ2012តាមរយៈមេធាវីការពារក្តីរបស់គាត់សូមលះបង់សិទ្ធិមានវត្តមាននៅក្នុងបន្ទប់សកម្មការនេះដោយផ្ទាល់ដោយសូមនៅតាមដានកិច្ចដំណើរការសកម្មការពីចម្ងាយតាមរយៈប្រព័ន្ធថតទស្សន៍សម្រាប់រយៈពេលធ្វើសកម្មការពេញមួយថ្ងៃនេះលោកវិជ្ជបណ្ឌិតជាគុណធាវីគ្រូពេទ្យទទួលពិនិត្យព្យាបាលថែទាំសុខភាពជនជាប់ចោតនៅមន្ទីរឃុំឃាំងនៃអវតកបានពិនិត្យសុខភាពលោកអៀងសេរីនៅព្រឹកនេះបានកត់សម្គាល់ឃើញថាលោកអៀងសេរីមានអាការៈហត់ខ្លាំងពេលធ្វើចលនាបន្តិចបន្តួចវិលមុខនៅពេលងើបឈរនោមញឹកញាប់ឈឺចង្កេះមិនអាចអង្គុយយូរបាននឹងបានផ្ដល់អនុសាសន៍ថាអង្គជំរះគួរអនុញ្ញាតឲ្យគាត់នៅតាមដានកិច្ចដំណើរការសកម្មការពីចម្ងាយពីបន្ទប់ខាងក្រោមនៅពេលនេះលោកអៀងសេរីបានស្នើសុំលះបង់សិទ្ធិមានវត្តមាននៅក្នុងបន្ទប់សកម្មការផ្ទាល់ដោយគាត់មានសុខភាពមានបញ្ហាសុខភាពដោយគ្រូពេទ្យបានកត់សម្គាល់តែរូបកាយនិងស្មារតីសមស្របគាត់អាចចូលរួមនឹងតាមដានកិច្ចដំណើរការសកម្មការពីចម្ងាយពីបន្ទប់ឃុំខ្លួនមួយស្ថិតនៅពីក្រោមសាលសកម្មការនេះតាមរយៈឧបករណ៍សោតទស្សន៍ហើយអាចទម្រួលទំនាក់ទំនងរវាងគាត់ជាមួយនឹងមេធាវីរបស់គាត់បានដែរអង្គជំរះសម្រាប់យល់ព្រមតាមដំណើរសុំរបស់ជនជាប់ចោតអៀងសេរីដែលសូមលះបង់សិទ្ធិមានវត្តមាននៅក្នុងកិច្ចដំណើរការសកម្មការដែលផ្ទាល់ក្នុងបន្ទប់សកម្មការនេះដោយលោកអៀងសេរីនៅតាមដានកិច្ចដំណើរការសកម្មការពីចម្ងាយពីបន្ទប់ឃុំខ្លួនមួយស្ថិតនៅក្រោមសាលសកម្មការនេះតាមរយៈឧបករណ៍សោតទស្សន៍តាមរយៈពេលធ្វើសកម្មការពេញមួយថ្ងៃនេះក៏ឲ្យផ្នែកសោតទស្សន៍ភ្ជាប់ប្រព័ន្ធសោតទស្សន៍សម្រាប់លោកអៀងសេរីអាចតាមដានកិច្ចដំណើរការសកម្មការពីចម្ងាយក្នុងអំឡុងពេលធ្វើសកម្មការពេញមួយថ្ងៃនេះលោកនងសុផុងតាមព័ត៌មានដែលយើងទទួលបានគឺនៅព្រឹកនេះក៏លោកមានបញ្ហាសុខភាពដូចពីម្សិលមិញដែរដោយការៈខាងសម្ពាធឈាមឡើងខ្ពស់ប៉ុន្តែលោកបានបដិញ្ញាចិត្តថាបន្តផ្ដល់សក្ខីកម្មដូច្នេះនៅក្នុងអំឡុងពេលនៃដំណើរការសកម្មការដេញដោលនេះប្រសិនបើលោកមានអាការៈប្រមាលមើលថាលោកមិនអាចទៅរួចទេឬក៏មានបញ្ហាដែលធ្ងន់លោកអាចស្នើសុំមកយើងដើម្បីសម្រាប់ឬក៏អាចសម្រាប់បណ្ដោះអាសន្នឬក៏សម្រាប់ក្នុងពេលណាមួយសមស្របដើម្បីឲ្យសុខភាពរបស់លោកនឹងអាចប្រសើរឡើងវិញសូមលោកកុំខ្លាចរកឯងអី
អរគុណលោកប្រធានបាទជាបន្តអញ្ញខ្ញុំផ្ដល់វិធីការជូនទៅក្រមមេធាវីការពីក្តីលោកគឺសម្ផនដើម្បីមានឱកាសក្នុងការតាំងសម្រួលនេះដល់ចំពោះសាក្សីរូបនេះមុនសហមេធាវីពីក្រមទៀតបាទសូមអធិស្ឋានសូមចេញលោកជាក្រុមសង្មាក់បាទលោកក្រុមវិទ្យាគឺសម្ផនអង្គសិនរងចាំការសាកសួររបស់លោកជាក្រុមចប់សូមអញ្ជើញបាទសូមអរគុណលោកប្រធានជំរាបសួរលោកនងសុផង់ខ្ញុំជាចៅក្រមចောင်းម៉ាក់ឡាវែងខ្ញុំមានសំណួរមួយចំនួនដែលត្រូវចោទសួរលោកខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកក្នុងការផ្ដល់សក្ខីកម្មខ្ញុំសូមបញ្ជាក់ថាសក្ខីកម្មរបស់លោកមានសារៈសំខាន់ខ្លាំងណាស់អាស្រ័យហេតុនេះហើយបានជាខ្ញុំចង់ឲ្យលោកបំភ្លឺនៅចំណុចមួយចំនួនជាបឋមខ្ញុំសូមពិនិត្យមើលឡើងវិញទៅលើទូរលេខមួយចំនួនទូរលេខដំបូងគឺទូរលេខដែលមានលេខ E3/244 ខ្ញុំមានឯកសារជាក្រដាស់ដែលផ្ដល់ជូនសាក្សីសូមមន្ត្រីតុលាការជួយផ្ដល់ឯកសារនេះជូនសាក្សីខ្ញុំសូមបញ្ជាក់ថាបញ្ជីឯកសារដែលខ្ញុំនឹងប្រើប្រាស់នេះខ្ញុំបានផ្ដល់ជូនភាគីរួចអស់ហើយសម្រាប់ជាព័ត៌មាននិងសម្រាប់ជាការគួរសមហើយបញ្ជីនេះមានបញ្ជាក់អំពីលេខ EIN របស់ឯកសារទាំងអស់ដូច្នេះខ្ញុំមិនចាំបាច់ផ្ដល់លេខ EIN ទាំងអស់នោះទេនៃឯកសារព្រោះថាវាជួយសម្រួលឲ្យមានដំណើរការទៅលឿនឯកសារ E3/244 គឺជាទូរលេខ16ផ្ញើគោរពជូនបងពជាទីស្នេហានិងរលឹកចុះថ្ងៃទី23ខែ1ឆ្នាំ78ចុះហត្ថលេខាដោយឆុននៅទំព័រទី2ខាងក្រោមយើងឃើញមានព័ត៌មានមួយចំនួនជាពិសេសគឺបុគ្គលដែលត្រូវចម្លងជូនខ្ញុំមានសំណួរដំបូងដោយសារតែមានបញ្ហាពាក់ព័ន្ធទៅនឹងការបកប្រែជាភាសាបារាំងនៅក្នុងឯកសារនេះមានបញ្ជាក់ថាចម្លងជូនអ៊ំនួនបងវ៉ាន់បងវើនបងខៀវមន្ទីឯកសារជាភាសាបារាំងអ៊ំនេះគឺដាក់ជាពហុវចនៈក្នុងឯកសារនេះក៏ដូចជាឯកសារផ្សេងទៀតចុះចំពោះឯកសារខ្មែរវិញលោកសាក្សីតើឯកសារនេះគេបញ្ជាក់ថាអ៊ំនឹងជាពហុវចនៈឬក៏ឯកវចនៈហើយខ្ញុំមានសំណួរដូចគ្នាពាក់ព័ន្ធទៅនឹងពាក្យថាមន្ទីរនៅក្នុងភាសាបារាំងនេះក៏មន្ទីរនេះដាក់ជាពហុវចនៈដែរតើជាភាសាខ្មែរមន្ទីរនឹងពហុវចនៈឬក៏ជាឯកវចនៈឬមួយក៏មន្ទីរ807ឬក៏មន្ទីរណាផ្សេងទៀតសូមលោកជួយបញ្ជាក់ត្រង់ចំណុចនេះឲ្យបានច្បាស់បន្តិចបាទអរគុណបាទពាក្យថាចម្លងជូនអ៊ំមិនមែនជាសំដៅពហុវចនៈទេគឺឯកវចនៈសំដៅលើបងប៉ុលបាទដែលជាបងទី1ហ្នឹងនេះចំពោះអ៊ំឯមន្ទីរក៏មិនមែនពហុវចនៈដែរគឺសំដៅមន្ទីរមួយរបស់807ហ្នឹងមកបាទមិនមែនមន្ទីរទូទៅនានាទាំងអស់ដែលនៅក្នុងភ្នំពេញទាំងអស់ទេបាទ ច
ចំពោះមន្ទីរ870តើលោកដឹងច្បាស់ទេថាតើមន្ទីរនេះមានទីតាំងនៅឯណាដែរតើនៅក1ឬក៏នៅកន្លែងណាផ្សេងទៀតសូមលោកជួយបញ្ជាក់ទីតាំងនៃមន្ទីរ870ឲ្យបានច្បាស់តើលោកដឹងទេតើលោកមានព័ត៌មានអីដែលបញ្ជាក់ឲ្យយើងអាចដឹងបានថាមន្ទីរ870នេះមានទីតាំងនៅឯណាទេបាទខ្ញុំខ្លួនឯងក៏មិនច្បាស់ដែរបាទមិនដឹងដែរបាទពួកខ្ញុំដឹងថាបកសារហើយជូនទៅក1ឯនរណាទទួលណាអីគឺខ្ញុំមន្ទីរតាណាអីតាណាគឺអត់ដឹងទេបាទEn l'occurrence នៅពេលដែលយើងឃើញបញ្ជីឈ្មោះបុគ្គលដែលត្រូវចម្លងជូនយើងឃើញគឺមានន័យគឺមានន័យថាប៉ុលពតហើយមន្ទីរនោះមានន័យថាជាមន្ទីរផ្សេងគ្នាប៉ុលពតមិនមែនជាមន្ទីរទេអញ្ចឹងតើលោកយល់ឯកភាពតាមអញ្ចឹងទេបាទខ្ញុំយល់ថាចំពោះហ្នឹងគឺគេឲ្យលោកប៉ុលពតមួយសន្លឹកហើយគេរក្សាទុកនៅកន្លែងមន្ទីរនឹងមួយសន្លឹកបាទគឺផ្សេងពីប៉ុលពតបាទទូរលេខនេះត្រូវបានចុះហត្ថលេខាដោយឈ្មោះឆុនលោកបានបញ្ជាក់ថាលោកមិនដឹងអ្នកណាទេឆុនហ្នឹងតើថ្ងៃនោះលោកអាចបញ្ជាក់បានទេថាតើអ្នកណាគេឈ្មោះឆុនហ្នឹងបាទខ្ញុំមិនស្គាល់ច្បាស់ថាឆុនហ្នឹងជានរណាទេតែដូចជាសារមុនដែរធម្មតាអ្នកដែលមានសិទ្ធិធ្វើរបាយការណ៍ឡើងមកខាងលើនេះគឺនេះគឺជាតួលេខរបស់ខាងបូព៌ាអញ្ចឹងគឺយើងឃើញថាតួលេខមុនក៏ឃើញឆុនតួលេខនេះក៏ឃើញឆុនបាទអញ្ចឹងគឺឆុនហ្នឹងគឺជាថ្នាក់ដឹកនាំនៅភូមិភាគបូព៌ាបាទ Donc ដូច្នេះតើយើងអាចនិយាយបានថាជាសោភីមទេបើសិនជាលោកមិនច្បាប់ខ្ញុំមិនចង់ឲ្យលោកបញ្ជាក់ច្បាស់ទេគ្រាន់ថាតើវាជាលទ្ធភាពទេអាចជាសោភីមទេបាទវាអាចមានលទ្ធភាពដែរពីព្រោះដូចជាលោកដឹងហើយឧមាថាបងខៀវដូចបងខៀវនេះគឺគេមិនដាក់សុនសេនទេជួនកាលគេដាក់តែខៀវនេះគឺបានន័យថាសុនសេនហើយមិនមែនខៀវសំផនទេបាទហើយដូចឆុនហ្នឹងអញ្ចឹងដែរជួនណាគេមិនដាក់សភឹមចំទេគឺគេដាក់ឆុនហ្នឹងគឺឆុនហ្នឹងគឺបានន័យថាឈ្មោះដែលគាត់ប្រើទូទៅក្នុងការសម័យហ្នឹងគឺគាត់ដាក់ឆុនអញ្ចឹងមកអាចអញ្ចឹងដែរបាទ bien បាទសូមអរគុណទូរលេខនេះគឺមកពីភូមិភាគបូព៌ាហើយដែលផ្ដល់ព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងសភាពការនៅព្រំដែននិងចំនួនជាមួយវៀតណាមខ្ញុំសូមអាន
កថាខណ្ឌទី3ដែលនៅទំព័រទី2នៃឯកសារនេះកថាខណ្ឌ3សរសេរថាសភាពការប្រជាជនបានរៀបរយប្រជាជនដែលនៅក្បែរព្រំដែនឲ្យថយមកស្នាក់នៅខាងក្រោយអស់ហើយបានប្រជុំរៀនសូត្រអប់រំជាប់ម្យ៉ាងសម្រាប់សម្រាំងសមាជភាពខ្សែយួនខ្មាំងយួនមិនឲ្យនៅច្របូកច្របល់នឹងប្រជាជនល្អទេតាមដានអប់រំដោយឡែកលោកសាក់សីតើលោកធ្លាប់ទទួលឯកសារប្រភេទនេះទេឬក៏ខ្លឹមសារនៃឯកសារនេះធ្វើឲ្យលោកមានការភ្ញាក់ផ្អើលមានន័យថាលោកមិនធ្លាប់ឃើញឯកសារខ្លឹមសារបែបនេះទេបាទខ្លឹមសារនិយាយពីរឿងសម្រិតសម្រាំងខ្ញុំក៏បានធ្លាប់ទទួលពីភូមិភាគនានាដូចជាឯកសារនឹងដែរក៏ប៉ុន្តែអ្វីដែលខ្ញុំមិនដឹងគឺថាមិនដឹងជាគេសម្រិតសម្រាំងយ៉ាងណាសភាពជាក់ស្ដែងយ៉ាងណាពិតប្រាកដនោះទេបាទខ្ញុំសូមបញ្ជាក់ថាទូរលេខនេះគឺលេខ E3/244 EN ជាភាសាខ្មែរ00001052ដល់1053ជាភាសាបារាំង00634386ដល់87ជាភាសាអង់គ្លេស00182755ដល់56ឥឡូវនេះខ្ញុំសូមចូលទៅទូរលេខមួយទៀតគឺទូរលេខ15ឯកសារលេខ E3/243 ខ្ញុំមានឯកសារក្រដាស់ដែលត្រូវផ្ដល់ជូនសាក្សីសូមមន្ត្រីតុលាការជួយនៃឯកសារនេះមានដូចតទៅជាភាសាខ្មែរ00020938ដល់40ជាភាសាបារាំង00548911ដល់13អង់គ្លេស00532795ដល់96នេះគឺជាបើជាភាសាបារាំងហើយជាភាសាអង់គ្លេសដូចជាមានភាពខុសគ្នាអង់គ្លេសថាគោរពជូនបងប៉បារាំងថាគោរពជូនបងប៉ជាទីស្នេហានិងរលឹកតើលោកអាចអានបញ្ជាក់ឲ្យបានច្បាស់ទេថានៅក្នុងឯកសារនេះជាភាសាខ្មែរគេដាក់គោរពជូនអ្នកណាដែរបាទគោរពជូនបងប៉ហ្នឹងគឺធម្មតាគេមិនសរសេរកាត់ប៉ុលគេមិនដាក់ប៉ុលផ្ទាល់ទេជួនកាលគេគ្រាន់តែដាក់ប៉ហ្នឹងគឺគេអាចយល់ហើយតែប៉ហ្នឹងគឺប៉ុលហ្នឹងហើយបាទគឺបងទី1ហ្នឹងហើយតើប៉ុលពតមានឈ្មោះហៅក្រៅច្រើនទេមានប៉ផងប៉ុលផងឬក៏យើងមានរបៀបអ្វីផ្សេងទៀតទេដើម្បីហៅឈ្មោះប៉ុលពតនោះបាទក្នុងសម័យហ្នឹងគឺប៉នេះគឺប្រើចំពោះតែខាងភូមិភាគបូព៌ាទេគាត់ហៅកាត់អញ្ចឹងប៉ុន្តែកន្លែងផ្សេងទៀតភាគច្រើនគេហើយសារផ្សេងទៀតជួនកាលគឺគេដាក់ប៉ុលចំអញ្ចឹងហ្មងបងប៉ុលចំហ្មងមួយខ្លះទៀតគេមិនហ៊ាននិយាយចំថាប៉ុលឬប៉ទេគឺគាត់តែដាក់បងជាទីស្នេហានិងរលឹកគឺសំដៅថាបងទី1ហើយបាទអត់មានបងណាធំជាងបងទី1ទៀតទេបាទ
Alors, ce télégramme. ទូរលេខនេះត្រូវបានផ្ញើដោយឈ្មោះដដែលគឺឈ្មោះឆុនដែលជាសារមកពីភូមិភាគបូព៌ាដែលរាយការណ៍អំពីសភាពការនៅតាមព្រំដែនហើយនៅក្នុងកថាខណ្ឌ3សរសេរថាយើងបានរៀបចំប្រជាជននឹងបានដកចម្លៀសចេញពីមុខអស់ហើយជួរមុខកងទ័ពនៅការពារចំពោះការរៀបរយប្រជាជនដែលអាខ្មាំងយួនវាគាទៅគ្រប់គ្រងបណ្ដោះអាសន្ននិងមួយចំនួនតូចជឿតាមយួនត្រូវយើងប្រមូលបានមកវិញមួយភាគធំបច្ចុប្បន្នយើងរៀបចំយកមកក្រោយអស់ដើម្បីអប់រំនិងបែងចែកសម្រិតសម្រាំងតែទូលេខនេះគឺជាទូលេខដែលលោកបកប្រែឬក៏មានខាងផ្នែកផ្សេងទៀតដែលបកប្រែទូលេខនេះលោកមានចាំពីទូលេខនេះទេបាទទិសបូព៌ាហ្នឹងគឺដែលមានសភាពការជាប់ជាមួយនឹងវៀតណាមមិនមែនជាទិសដែលខ្ញុំទទួលបកប្រែទេបាទគឺគេបកប្រែនៅខាងក្នុងឡើយលោកប៉ុន Et en បើតាមលោកដឹងតើលោកអាចបញ្ជាក់បានទេពាក្យថាអប់រំបែងចែកសម្រិតសម្រាំងនេះតើមានន័យថាម៉េចដែរ Ce sont les derniers mots, en tous les cas. នៅក្នុងភាសាបារាំងគឺនៅក្នុងកថាខណ្ឌទី3ដែលខ្ញុំបានអានអំបញ្ញមិញនេះគឺមានពាក្យថាអប់រំបែងចែកនិងសម្រិតសម្រាំងតើលោកអាចបញ្យល់បានទេចំពោះពាក្យទាំង3នេះបាទខ្ញុំពាក្យហ្នឹងគឺខ្ញុំមិនអាចពន្យល់ឲ្យស្មានបានទេក្រែងលោកវាខុសពីព្រោះខ្ញុំមិនបានអនុវត្តបាទគឺខ្ញុំសូមរក្សាសិទ្ធិមិននិយាយពូពាក្យហ្នឹងគឺខ្ញុំបានជម្រាបអង្គសវនាការដដែលថាខ្ញុំមិនដឹងទេការជាក់ស្ដែងយ៉ាងម៉េចបាទអញ្ចឹងខ្ញុំធ្វើការបញ្យល់ទៅវាមិនត្រូវបាទ Merci monsieur សូមអរគុណលោកសុផង់ខ្ញុំមានសំណួរបញ្ជាក់ចុងក្រោយពាក់ព័ន្ធទៅនឹងឯកសារនេះត្រូវបានចម្លងជូនអ៊ំនួនបងវ៉ាន់បងវើនមន្ទីរឯកសារដូច្នេះក្នុងនេះគឺនួនហ្នឹងគឺនួនជាចុះឈ្មោះវ៉ាន់តើអៀងសេរីមែនទេវ៉ាន់ហ្នឹងបាទគឺលោកអៀងសេរីបាទ Est-ce que តើលោកអៀងសេរីមានឈ្មោះហៅក្រៅផ្សេងទៀតទេមិនន័យថាយើងមានរបៀបហៅបងអៀងសេរីហ្នឹងផ្សេងក្រៅពីវ៉ាន់ទេមិនមានទេបាទ donc frère បងវើនគឺវើនវេតហើយបន្ទាប់មកគឺមន្ទីរឯកសារឥឡូវនេះខ្ញុំសូមចូលទៅឯកសារទី3គឺទូរលេខ69ហើយខ្ញុំមានក្រដាសសូមផ្ដល់ជូនសាក់សីទូរលេខនេះគឺមានលេខ3/1122អិនជាភាសាខ្មែរ00020932បារាំង00511626អង់គ្លេស
ទូរលេខនេះត្រូវបានផ្ញើដោយឈ្មោះ V ជូនបងជាទីគោរពចុះថ្ងៃទី11ខែមករាឆ្នាំ1978តើលោកអាចបញ្ជាក់អំពីអ្នកផ្ញើនិងអ្នកទទួលទូរលេខនេះទេអ៊ំនេះគឺយើងដឹងហើយថាប៉ុលពតចុះ V អ្នកផ្ញើហ្នឹងតើជាអ្នកណាដែរបាទ V ហ្នឹងគឺជាលេខាភូមិភាគឥសានបាទ Bien. ទូរលេខនេះមានបញ្ជាក់ថាចំពោះវិធានការទូទៅកំពុងប្រមូលផលស្រូវដឹកចូលមកខាងក្នុងខាង104ខាង101ខាង107នឹងដូរប្រជាជនមួយចំនួនទៅមក5មក6នឹងកោនភ្នៅអូស្វាយពួកសៀមប៉ាងខាងលិចទន្លេក្នុងពេលរៀបចំដីស្រែបានដកបន្តិចម្ដងរហូតគ្រប់ចំនួនដីមកនៅខាងកើតព្រោះខាង107វានៅចិត្តព្រំដែនលាវនិងចោតរកទឹកមើ5មើ6ខាងលាវវានៅចិត្តព្រំដែនដូចកោះភ្នៅអូស្វាយតើលោកអាចបញ្ជាក់ពីទីកន្លែងនៅក្នុងឃ្លានេះបានទេតើនៅកន្លែងណាខ្លះដូចជា104 101 107ហ្នឹងតើជាតំបន់មែនទេហើយចុះម5ម6នេះជាស្អីដែរបាទចំពោះ104 101 107គឺជាតំបន់អញ្ចឹងមែនរឿងមកខ្ញុំមិនដឹងទេបាទមកគឺជាទូទៅក្នុងសម័យហ្នឹងគឺសំដៅលើមន្ទីរបាទអញ្ចឹងមិនមែនជាតំបន់ទេ Alors, il est question នៅក្នុងទូរលេខនេះគឺនិយាយអំពីការដូរប្រជាជនមួយចំនួនទៅកន្លែងផ្សេងតើលោកមាននឹកឃើញអ្វីទេលោកមានចងចាំសារណាដែលមានលក្ខណៈប្រហាក់ប្រហែលនឹងទេដែលនិយាយអំពីការផ្ទេរប្រជាជនពីតំបន់ឥសាននោះបាទខ្ញុំមិនដែលបានជួបប្រទេសដែរបាទ Alors, je précise ខ្ញុំសូមបញ្ជាក់ថាឯកសារនេះចម្លងជូនអ៊ំនួនបងវ៉ាន់បងវើនបងខៀវមន្ទីរឯកសារឥឡូវនេះខ្ញុំចូលទៅទូរលេខមួយទៀតលោកប្រធានសូមឲ្យលោកចក្រមបញ្ជាក់អំពីលេខនៃឯកសារនេះម្ដងទៀតអ្នកបកប្រែបកអត់ទាន់ Voilà, si monsieur l'huissier veut bien remettre ce document au témoin. Alors, il s'agit donc du document ឯកសារនេះគឺលេខ E3/898 EN ជាភាសាខ្មែរ0020
ជាភាសាបារាំង0033 51 94 ជាភាសាអង់គ្លេស0018 36 26 ទូរលេខនេះចុះថ្ងៃទី11ខែធ្នូឆ្នាំ1977ផ្ញើជូនមន្ទីរ807ជាទីគោរពស្នេហាហើយផ្ញើដោយឈ្មោះសែតើលោកអាចបញ្ជាក់បានទេអំពីឈ្មោះខ្សែដែលជាអ្នកផ្ញើហើយនិងអ្នកទទួលនេះតើអ្នកទទួលជាប៉ុលពតមែនទេដែលយើងហៅថាមន្ទីរ870ជាទីគោរពស្នេហាហើយចុះឈ្មោះខ្សែអ្នកផ្ញើទូរលេខនេះជាអ្នកណាដែរបាទទូរលេខនេះមិនមែនជូនមន្ទីរទេគេដាក់គោរពជូនគណៈ807គណៈនោះគឺមិនសំដៅលើបុគ្គលណាទេគេណាដែលជាគណៈហ្នឹងគេជូនទាំងអស់គ្នាហ្នឹងហើយខ្សែក៏ដូចជាសារទូរលេខមុនដែលខ្ញុំធ្លាប់ឃើញដែរគឺជាលេខាភូមិភាគថ្មីមួយដែលបានរៀបចំឡើងគឺនៅហៅថាភូមិភាគ801បាទEt cette zone était តើភូមិភាគនេះជាភូមិភាគស្វ័យយ័តដែលផ្ញើជូនទៅគណៈ807នឹងដោយផ្ទាល់មែនទេបាទគ្រប់ភូមិភាគគេសុទ្ធតែមានសិទ្ធិឡើងត្រង់មក807បានបាទឯតំបន់ស្វ័យយ័តពីមុនដែលមានក្នុងនេះគឺមានខេត្តសៀមរាបឧត្តរមានជ័យហើយនឹងព្រះវិហារនៅកាលពីមុនគេឡើង direct មកខាងមជ្ឈិមតែដល់មានការរៀបចំថ្មីដែលមានឈ្មោះខ្សែជាលេខាដូច្នេះភូមិតំបន់សៀមរាបឧត្តរមានជ័យហើយនឹងព្រះវិហារមិនមានលក្ខណៈជាតំបន់ស្វ័យយ័តទៀតទេមានបញ្ហាអ្វីគេត្រូវឆ្លងកាត់ភូមិភាគ801បាទគឺឈ្មោះខ្សែហ្នឹងឥឡូវនេះខ្ញុំសូមនិយាយអំពីខ្លឹមសារនៃទូរលេខនេះក្នុងឯកសារនេះសរសេរថាស្នើសុំចាត់តាំងស្រុកសៀមរាបនិងស្រុកបន្ទាយស្រីជាស្រុកតែមួយវិញមូលហេតុស្រុកនេះនៅជាប់គ្នាឯស្រុកសៀមរាបប្រជាជនមាន 40,000 នាក់តែភាគច្រើនជាប្រជាជនថ្មីត្រូវបែងចែកតាមស្រុកមួយចំនួនទៀតហើយស្រុកបន្ទាយស្រីមានប្រជាជនមក 20,000 នាក់ភាគច្រើនជាប្រជាជនចាស់បើចាត់តាំងតែស្រុកមួយទើបឯកភាពគ្នារវាងប្រជាជនចាស់និងប្រជាជនថ្មីងាយស្រួលក្នុងការគ្រប់គ្រងចំពោះស្រុកបន្ទាយស្រីដីស្រែតិចហើយដីមិនសូវមានជីជាតិស្រុកសៀមរាបមានដីតាមមាត់ទន្លេភាគច្រើនជាដីខ្លាញ់មានជីជាតិចាត់តាំងដូច្នេះទើបប្រមូលកម្លាំងវាយដីខ្លាញ់បានអស់ហើយម្យ៉ាងយើងជ្រើសរើសកម្មាភិបាលចង់ប្រមូលកម្លាំងកម្មាភិបាលវាយឲ្យបានខ្លាំងផង
ta lúc miền chăm tha lúc ban bộ prai tu lệ ní tế rồi có bộ prai tu lệ ná đại miền khâm sa pra hai nứng đại lúc lọp bộ prai nó បាទនេះគឺក្រុមខ្ញុំនេះបកប្រែឲ្យសារហ្នឹងបាទអញ្ចឹងគឺឯទូលេខដែលប្រហាក់ប្រហែលនឹងហ្នឹងมันមានដែលខ្ញុំមិនមានតែមានស្រុកណាដែលគេពង្រួបរួមគ្នាស្រុកពីរធ្វើជាស្រុកមួយអញ្ចឹងទេបាទมันមានទាល់តែសោះហ្មងមានតែមួយហ្នឹងទេ ខ្ញុំសូមបញ្ជាក់ថាទូរលេខនេះត្រូវបានចម្លងជូនអំនួនបងវ៉ាន់បងវើនបងខៀវមន្ទីរឯកសារឥឡូវនេះខ្ញុំសូមចូលទៅទូរលេខមួយទៀតដែលទូរលេខនេះធ្លាប់បានបង្ហាញជូនហើយដោយអ្នកស៊ើបអង្កេតនៃ ការិយាល័យសហចំសក្រមស៊ើបអង្កេតហើយខ្ញុំមានឯកសារក្រដាស់ដែលត្រូវផ្ដល់ជូនសាក្សីទូរលេខនេះជាទូរលេខ 15 តែមានលេខ E3/154 EN ជាភាសាខ្មែរ 00008494 ទៅដល់ 95 បារាំង 0038 6260 អង់គ្លេស 00008495 ហើយមានឯកសារមួយទៀតដែលមានលេខ EN 0018 50 64ទៅដល់ 65 ទូលេខនេះយើងបាននិយាយកាលពីម្សិលមិញរួចហើយបង្ហាញអំពីការមិនឯកភាពគ្នារវាងភូមិភាគបូព៌ានិងភូមិភាគឦសានប្រហែលជាទូលេខនេះផ្ញើជូនសមមិត្តបងប៉ុលជាទីស្នេហាហើយអ្នកចុះហត្ថលេខាគឺឈ្មោះឆុន ឯកសារនេះគឺបង្ហាញអំពីការមិនឯកភាពគ្នារវាងភូមិភាគ 2 គឺភូមិភាគបូព៌ាត្រូវតែដកចេញនៅជនជាតិអ៊ីស្លាមហើយមានបញ្ហាពាក់ព័ន្ធទៅនឹងការទទួលប្រជាជនអ៊ីស្លាមដែលត្រូវបានជំនះនេះភាគីបានសួរលោកពាក់ព័ន្ធនឹងឯកសារនេះរួចហើយខ្ញុំចង់សួរលោកថាហេតុអ្វីបានជាចាំបាច់ផ្ញើទូរលេខនេះជូនបងប៉ុលតើនៅភូមិភាគទាំងហ្នឹងគេមិនអាចដោះស្រាយដោយខ្លួនឯងផ្ទាល់ទេឬក៏យ៉ាងណាចាំបាច់អីទៅផ្ញើជូនបងប៉ុលទៅវិញនោះបាទទូលេខនេះគឺជាការមិនឯកភាពគ្នា រវាងថ្នាក់ដឹកនាំបូព៌ានិងឧត្តរមិនមែនអេសានទេបាទខ្លឹមសារនោះគឺឧត្តរបាទហើយមូលហេតុដែលគេផ្ញើជូនបងប៉ុលហ្នឹងគឺខ្ញុំមើលទៅតាមខ្លឹមសារទេគឺថាពីព្រោះអ្វីក៏ដោយគឺបងប៉ុលហ្នឹងគឺគាត់ជាអ្នក ទទួលខុសត្រូវខ្ពស់ជាងគេបង្អស់អញ្ចឹងអ្វីដែលបានពិភាក្សាគ្នាហើយបែរជាមិនឯកភាពគ្នាទៅវិញដូច្នេះគឺគេមិនអាចដោះស្រាយបានគឺមានតែរាយការណ៍មកអ្នកណាដែលធំជាងគេបង្អស់ដែលអាចសម្រួលបញ្ហានឹងបាន អ
ខ្ញុំសូមបញ្ជាក់សំណួររបស់ខ្ញុំតើអាចទេថាមានការតំណាក់តំណងគ្នាពីភូមិភាគ1ទៅភូមិភាគ1ឬមួយក៏ការតំណាក់តំណងរវាងភូមិភាគ1ទៅភូមិភាគ1នោះត្រូវតែឆ្លងកាត់តាមមន្ទីរ807តើលោកយល់សំណួរខ្ញុំទេខ្ញុំមិនដឹងនៅការតំណាក់តំណងគ្នារវាងពីភូមិភាគ1ទៅភូមិភាគ1នោះទេហើយក៏មិនដឹងថាអ្វីទាំងអស់បើត្រូវតាក់ទងពីភូមិភាគ1ទៅភូមិភាគ1គឺត្រូវតែឆ្លង870សិននោះទេពួកខ្ញុំមិនដែលមានដឹងអំពីការតាក់ទងនៅមូលដ្ឋានអ្វីតលតែសោះមក Alors, ខ្លឹមសារនៃទូរលេខនេះបញ្យល់ថាមានគោលការណ៍មួយដែលត្រូវបានបង្កើតឡើងគឺថាត្រូវតែបំបែកជនជាតិអ៊ីស្លាមតើលោកធ្លាប់ឮគេនិយាយអំពីសារដែលលើកឡើងអំពីភាពចាំបាច់ក្នុងការបំបែកជនជាតិចាមទេ បាទតាមខ្ញុំពិនិត្យដែលខ្ញុំធ្លាប់បកប្រែសារទាំងអស់គឺមិនមានភូមិភាគណាតំបន់ណាដែលលើកពីរឿងបំបែកប្រជាជនអ៊ីស្លាមទេគឺមានតែបូព៌ាមួយនឹងបាទហើយក៏មានតែទូរលេខនឹងមួយគត់មកតែខ្ញុំបានឃើញតែមិនមែនជាទិសរបស់ខ្ញុំទេទើបតែឲ្យលោកស្រីជូនខ្ញុំនោះមកខ្ញុំឃើញទេ បីខ្ញុំមិនដឹងទេបាទ ខ្ញុំដូចជាមិនយល់ចំពោះការបញ្យល់របស់លោកនេះមានន័យថាលោកមិនចាំថាមានទូរលេខដែលនិយាយអំពីចាមទេមាននិយាយតែពីជនជាតិអ៊ីស្លាមតើលោកចង់មានន័យអញ្ចឹងទេបាទខ្ញុំមិនចាំបានទេពីព្រោះសារដែលខ្ញុំបកមិនដែលមានតាក់ទងនឹងរឿងអ៊ីស្លាមទេក៏ប៉ុន្តែនៃពាក្យអ៊ីស្លាមនឹងចាមគឺដូចតែគ្នាទេបាទពាក្យហ្នឹង bien, alors. បាទសូមបញ្ជាក់ថានៅក្នុងឯកសារនេះគឺថាមានអ្នកទទួលនោះគឺមានបងប៉ុលបងនួនបងឌឿនបងយ៉ែមហើយមានជាឯកសារផងដែរឥឡូវនេះខ្ញុំសូមចូលទៅទូរលេខមួយចំនួនទៀតដែលមានពាក់ព័ន្ធទៅនឹងបញ្ហាដែលយើងទើបតែលើកឡើងបាញ់មិញនេះគឺបញ្ហាតំណែងតំណងគ្នារវាងភូមិភាគ1ទៅភូមិភាគ1ទូរលេខដំបូងនោះគឺមានលេខ E3/1221 ខ្ញុំមានឯកសារกระดาษសម្រាប់ផ្ដល់ជូនសាក្សីទូរលេខនេះលេខ14 EN ជាភាសាខ្មែរ00001263បារាំង00623007អង់គ្លេស007732
ទូរលេខនេះផ្ញើជូនអង្គការជាទីគោរពស្នេហាទូរលេខនេះចុះថ្ងៃទី25 ខែមិថុនាឆ្នាំ 1977 អ្នកផ្ញើនោះគឺម401ទូរលេខនេះបង្ជាក់អំពីការចាប់ខ្លួនមនុស្ស24នាក់ដោយពួកឆ្លប់នៃសហគមន៍ព្រៃគ្រីស្ថិតនៅក្នុងស្រុកកំពង់លួងតំបន់កំពង់ឆ្នាំងអ្នកសរសេរទូរលេខនេះបញ្ជាក់ថាពួកនេះមានគោលបំណងរត់ចេញពីភូមិភាគឧត្តរហើយអ្នកផ្ញើនេះគឺចង់បានការពន្យល់ហើយសូមយោបល់ពីអង្គការគឺកថាខណ្ឌ4រយៈពេលវារត់ចំនួន120ថ្ងៃហើយដូច្នេះសូមស្នើអង្គការតាក់ទងទៅខាងឧត្តរតើមានមនុស្សរត់មែនឬក៏ទេហើយអង្គការមានវិធានការយ៉ាងណាដែរខ្ញុំមានសំណួរស្រដៀងគ្នាទេតើលោកធ្លាប់ឃើញទូរលេខមួយដែលថាមានខាងភូមិភាគស្នើទៅមន្ទីរ807ឬក៏អង្គការសុំព័ត៌មានពីភូមិភាគមួយទៀតហើយលោកដឹងទេថាតើការធ្វើហ្នឹងគឺជាទម្លាប់ធម្មតាទេនៅសម័យនោះបាទខ្ញុំមិនសូវយល់ដែរសារហ្នឹងគឺពីព្រោះមិនជាទឹះដែលខ្ញុំបកប្រែហើយជាទម្លាប់តាមមើលគឺគេគ្មានមធ្យោបាយតាក់ទងគ្នាទៅពីម៉ូអី401នេះទៅខាងភូមិភាគឧត្តរអញ្ចឹងហើយបានជាគេជូនសារហ្នឹងដើម្បីសួរមកខាងអង្គការនេះអង្គការនោះគឺសម្ដៅ807ហ្នឹងហើយបាទអាហ្នឹងគឺដូចជាទូលេខមុននឹងដែរគឺថាពេលណាដែលគេមិនមានមធ្យោបាយតាក់ទងផ្ទាល់ទៅកន្លែងនឹងបានគេត្រូវតែឡើងមកតាមរយៈអង្គការ807ហ្នឹងហើយបាទប៉ុន្តែតាមការអនុវត្តនៅសម័យហ្នឹងលោកសាក់សីភូមិភាគនីមួយគឺមានផ្នែក Telegram របស់ខ្លួនដោយឯករាជ្យគឺថាភាគភូមិភាគមួយហ្នឹងគឺថាមានផ្នែកបកប្រែ Telegram និងបញ្ជូន Telegram រៀងៗខ្លួនឬក៏យ៉ាងម៉េចតែតាមការអនុវត្តនោះគឺថាតើភូមិភាគមួយហ្នឹងអាចផ្ញើទូរលេខទៅភូមិភាគផ្សេងទៀតបានទេបាទគ្រប់ភូមិភាគសុទ្ធតែមាន Telegram មានកន្លែងវាយទូរលេខកន្លែងបកប្រែទូរលេខគឺឯករាជ្យរបស់គេគ្រប់ភូមិភាគគេមានក៏ប៉ុន្តែការតំណាក់តំណងរវាងភូមិភាគមួយទៅភូមិភាគមួយខ្ញុំមិនដឹងថាគេមានសិទ្ធិតាក់ទងគ្នាដែរឬទេនេះខ្ញុំមិនដឹងគោលការណ៍រៀបចំរបស់អង្គការយ៉ាងម៉េចទេ
Donc ce que បើអ្វីដែលលោកនិយាយហ្នឹងគឺថាតាមការអនុវត្តនោះអាចក៏ប៉ុន្តែជាក់ស្ដែងនោះលោកមិនដឹងថាមានការណែនាំជាក់លាក់យ៉ាងម៉េចដែលគេណែនាំទៅភូមិភាគតាក់ទងនឹងលទ្ធភាពក្នុងការតាក់ទងរវាងភូមិភាគនិងភូមិភាគនោះទេបាទខ្ញុំសូមបញ្ជាក់ថាទូរលេខនេះត្រូវបានផ្ញើចម្លងជូនទៅដូច្នេះគឺប៉ុលពតគឺហើយមួយទៀតនួនបងវ៉ាន់បងវ៉នបងខៀវមន្ទីនិងឯកសារបានសូមលើកឧទាហរណ៍ទូរលេខមួយទៀតគឺថាគឺឯកសារ3 254បាទខ្ញុំមានឯកសារជាกระดาษដើម្បីផ្ដល់ជូនទៅសាក្សីឯកសារបាញ់មិញហ្នឹងគឺឯកសារ3/254ឯកសារ3/254គឺថាមានលេខ EN ដូចខាងក្រោមគឺថា EN ជាភាសាខ្មែរគឺថា00020/972ជាភាសាបារាំង00504013អង់គ្លេស00377840មកគឺជាទូរលេខដែលផ្ញើជូនទៅបងស៊ីហើយនឹងពកហើយចុះហត្ថលេខាម៉ូ807ចុះថ្ងៃទី20ខែមីនាឆ្នាំ1978ជា Telegram ខ្លីបំផុតខ្ញុំសូមអានបាទសូមជូនជាព័ត៌មានអញ្ញភូមិភាគបូព៌ាបានផ្ញើសេចក្តីរាយការណ៍ពីសកម្មភាពខ្មាំងនៅមុខកំពូលមួយច្បាប់មកជូនមន្ទីរដោយសុំឲ្យមន្ទីរផ្ញើជូនទៅខាងបងសូមតាមដានសភាពការនេះហើយនឹងវិធានការតាមសភាពការជាក់ស្ដែងដោយតាក់ទងមកជាមួយខាងមុខកំពូលផងបាទដូច្នេះយើងឃើញឧទាហរណ៍មួយដែលសូមឲ្យទៅភូមិភាគផ្ញើរបាយការណ៍ឬក៏រាយការណ៍ទៅភូមិភាគមួយទៀតតើលោកអាចបញ្ជាក់ទេថាបងស៊ីហើយនឹងបងពងនោះជាអ្នកណាបើតាមលោកដឹងបាទសារនេះពុំមែនជាសារទូរលេខទេពីព្រោះវាគ្មានក្បាលគ្មានលេខរៀងគ្មានអីនោះទេចំពោះជូនទៅណាគឺថាបានផ្ញើជូនទៅបងស៊ីនឹងគឺតាមខ្ញុំចាំដូចគាត់នៅសម័យហ្នឹងគឺគាត់នៅជាថ្នាក់ដឹកនាំភូមិភាគមួយដែរស៊ីដូចជាខាងប្រចាំតាមខ្ញុំរំលឹកឡើងវិញបងពកនេះគឺជាលេខាភូមិភាគឧត្តរបាទតើអ្នកណាជាអ្នកចុះហត្ថលេខាម៉ូ870តើលោកធ្លាប់ឃើញហត្ថលេខាគេចុះម៉ូ870ហ្នឹងទេហើយតើឧទាហរណ៍ដូចប៉ុលពតអីគាត់ចុះហត្ថលេខានោះដាក់ថាម៉ូ870ហ្នឹងទេគាត់ធ្លាប់ធ្វើអញ្ចឹងទេបាទម៉ូនោះគឺក្នុងនាមថាមន្ទីរហើយបាទសម័យហ្នឹងគឺឲ្យតែម៉ូពីមុខនោះគឺមន្ទីរអញ្ចឹងគឺបានន័យថាអ្នកដែលចុះហត្ថលេខានៅលើសារលិខិតនេះគឺមន្ទីរ870ហ្នឹងហើយដែលយើងចំណាំឃើញថាចម្លងជូននួនបងវ៉ាន់បងខៀវហើយមន្ទីរបានន័យថាអ្នកដែលទទួលខុសត្រូវមន្ទីរ870ហ្នឹងហើយតែជាអ្នកចុះហត្ថលេខាហ្នឹង
mà nhom vô lục sạ xây còn ta cả thu lệ ní nhà tranh pi mô bằng bài đôi chất ta lục đăng đại rư tế thà ta nẹt ná chế bộ côn tầm nàng ao mô bằng bài đôi chất nó ta nẹt ná chế nẹt ta xây thu lệ ní hai nông nhà thu lệ ní tranh từ đòi pra mua tham mô bằng bài đôi chất ní bộ tham mô bằng bài đôi chất mình men chỉ mình không mà nẹt nó tê bà đại ai cả xa là trong ban khơi một chủng plu thông đấy hả cứ trong ai dưa hay bỏ lúc bài từ cõi à mưa ca phải chung ở chân trai ở lúc nâng ai đăng thá khả năng ở chân trai lúc bán chặt tăng là na mình nè đại chỉទទួលខុសត្រូវមន្ទីរនយោបាយឬមួយក៏មន្ទីររដ្ឋាភិបាលរបស់807នឹងអស់លោកស្រាវជ្រាវតាមហ្នឹងទៅឃើញហើយការប្រជុំអចិន្ត្រៃយ៍ថ្ងៃទី10ឬទី9ទេណាលោកស្រាវជ្រាវឯកសារហ្នឹងឃើញហើយណាទូលផ្នែកអីណាទូលផ្នែកអីមិនចាំបាច់ខ្ញុំបកស្រាយអីវិញឆ្ងាយទេបើយើងនឹងពិនិត្យមើលកំណត់ហេតុនៃកិច្ចប្រជុំនៅគណៈអចិន្ត្រៃយ៍នឹងគាត់តែអ្វីដែលសំខាន់នៅថ្ងៃនេះគឺថាសក្ខីកម្មរបស់លោកតាមការចងចាំរបស់លោកនោះតើលោកជាបុគ្គលតើលោកអាចលោកសាក់សីតើលោកអាចតែមានគំនិតអ្វីមួយថាលោកដឹងថាតើអ្នកណាជាអ្នកទទួលបន្ទុកក្នុងការតំណាងឲ្យមន្ទីរម៉ូ807នេះបាទបញ្ហានេះហើយដែលខ្ញុំខ្លួនខ្ញុំផ្ទាល់ក៏មិនដឹងថាណាជាម៉ូ807ណាជាមន្ទីរឃើញឯកសារចាត់តាំងថាមានម្នាក់ហ្នឹងគឺឈ្មោះឌឿនគាត់ទទួលជាមន្ទីរខាងមន្ទីរនយោបាយរបស់807ឯម្នាក់ទៀតគឺប៉ង់ជាមន្ទីររដ្ឋាភិបាលបាទអញ្ចឹងមិនដឹងជាពីរនាក់ហ្នឹងណាដែលមានសិទ្ធិដាក់ថាម៉807នោះទេអ្វីដែលខ្ញុំមិនច្បាស់បានខ្ញុំក៏មិនបកស្រាយបាទខ្ញុំក៏មិនដឹងដែរតើលោកដឹងថាឌឿនហើយនឹងប៉ង់ហ្នឹងរងគ្រោះពីការបោះសម្អាតដែរឬទេតើលោកដឹងថាពួកគាត់ត្រូវបានគេចាប់ខ្លួនហើយតើពួកគាត់នឹងត្រូវបានជំនួសដោយអ្នកណាទេខ្ញុំចំពោះឈ្មោះប៉ង់ដែលធ្លាប់ជាមេដឹកនាំអប់រំពីលើខ្ញុំដែរគឺខ្ញុំដឹងថាគាត់បាត់ខ្លួននៅមុនដែលថ្ងៃ7មករាហើយឈ្មោះឌឿនគឺខ្ញុំមិនដឹងថាគាត់បាត់ខ្លួនពេលណាអីពេលណាគឺអត់ដឹងទេបាទEt savez-vous តើលោកដឹងថាអ្នកណាជាអ្នកជំនួសប៉ង់ដែរឬទេបាទព្រោះដល់ពេលវាគៀកពេលដែលនឹងថ្ងៃ7មករាហើយដូច្នេះខ្ញុំមិនដឹងជាខាងអង្គការរៀបចំណាជំនួសប៉ង់នឹងទេបាទ Bien. បែរដោយខ្ញុំសូមចូលទៅទូរលេខផ្សេងទៀតបាទជាដំបូងគឺថាទូរលេខ
បើខ្ញុំមាន 1077 សំទោសបើខ្ញុំសូមផ្ដល់ឯកសារជាกระดาษទៅសាខ្សីបើគឺជាទូរលេខតែបានបង្ហាញជូនលោកហើយលោកសាខ្សីបើខ្ញុំមិនច្រឡំទេនោះមកគឺជា Telegram លេខ 324 ដែលចុះហត្ថលេខាជាខ្សែចុះថ្ងៃទី 10 ខែមេសាឆ្នាំ 1978 នៅក្នុងទូរលេខនេះនៅខាងលើខាងឆ្វេងដៃមានចំណាមួយតើលោកឃើញចំណានៅខាងលើខាងឆ្វេងនេះដែរឬទេហើយលោកអាចអានចំណានឹងជូនតុលាការបានទេបាទចំណានឹងដាក់ថាអមនួនបាទ Merci. បាទសូមអរគុណទូរលេខនេះជូនទៅគណៈ807ជាទីស្នេហាគឺជារបាយការណ៍លើស្ថានភាពមួយចំនួនតកតងទៅនឹងស្ថានភាពខ្មាំងតាមព្រំដែនថៃនិងលាវគឺថាជាការបូកសរុបនៃស្ថានភាពប្រជាជនហើយនឹងទិន្នផលកសិកម្មខ្ញុំសូមនិយាយពីកថាខណ្ឌ 3 នៃឯកសារនេះដែលនិយាយដូចតទៅនេះស្ថានភាពខ្មាំងនៅក្នុងគ្មានអ្វីប្រែប្រួលធំដុំទេជាសភាពធម្មតាហើយយើងកំពុងបន្តបោះសម្អាតពួកនៅសេសសល់ជាបន្តទៀតហើយដែលវាប្រឆាំងបដិវត្តយើងទាំងចំហក្តីទាំងសម្ងាត់ក្តីដោយយើងកាន់តែមានបង្អែករឹងមាំលើប្រជាជនពិសេសប្រជាជនវណ្ណៈមូលដ្ឋានគេកាន់តែឃើញមិត្តសត្រូវយ៉ាងច្បាស់នៅក្នុងតំបន់103យើងបានធ្វើដំណើរការបោះសម្អាតខ្មាំងបង្កប់ស៊ីរូងដែលយើងក៏បានផ្អែកលើប្រជាជនហើយធ្វើដំណើរការបានល្អខ្មាំងវាងើបក្បាលឡើងមិនរួចក៏មកពីកម្លាំងប្រជាជនខ្លាំងហើយកម្លាំងខ្មាំងនេះសង្កត់វាជាប់នឹងបោះសម្អាតសម្រិតសម្រាំងវាជាប់យើងបានជ័យជំនះលើខ្មាំងទាំងនេះតាំងពីដើមរហូតដល់ឥឡូវការបោះសម្អាតខ្មាំងនៅតំបន់103នេះជាមានការរីករាយប្រជាជនមានការរីករាយជាអតិបរមាតានៅតំបន់103នេះហើយនៅនេះពាក្យថាបោះសម្អាតនេះមានន័យយ៉ាងម៉េចដែរបាទតំបន់103គឺជាតំបន់ស្វយ័តដូចខ្ញុំបានជម្រាបគឺជាខេត្តព្រះវិហារឥឡូវបានជួលមកការគ្រប់គ្រងរបស់ភូមិភាគ801ហើយបាទហើយពាក្យទាំងបោះសម្អាតណាខ្ញុំបានសរសេរក្នុងការបញ្យល់លោកក្នុងអង្គចៅក្រមស៊ើបអង្កេតហើយខ្ញុំប្រើពាក្យថាប្រហែលតាមខ្ញុំយល់នេះការបោះសម្អាតគឺខ្ញុំមិនបានទៅបោះសម្អាតដូចគេហើយក៏មិនបានយល់ពីអង្គការណែនាំពីរឿងពាក្យបោះសម្អាតនោះទេតាមន័យត្រង់ដែលយើងយល់ន័យត្រង់របស់ពាក្យបោះសម្អាតគឺថាធ្វើម៉េចឲ្យវាស្អាតប៉ុន្តែបើន័យអនុវត្តជាក់ស្ដែងនៃការគ្រប់គ្រងវិញនៅក្នុងរបបណាក៏ដូចរបបណាដែរគឺមានន័យថាគេបានដកចេញនៅពួកដែលប្រឆាំងគេបាទក្នុងន័យហ្នឹងនរណាដែលប្រឆាំងក្នុងរបបគេគឺគេបានបោសសម្អាតបាទ
បាទដូច្នេះបើខ្ញុំមិនច្រឡំទេនោះគឺថាចំពោះលោកនោះពាក្យបោះសម្អាតនេះពាក្យកំតិចពាក្យសម្អាតឬក៏ពាក្យធ្វើឲ្យបរិសុទ្ធណាសម្រាប់សម្រាំងណាពាក្យទាំងអស់នេះមានន័យស្មើគ្នាឬក៏ថាគ្រាន់តែមានន័យថាគេដកមនុស្សម្នាក់ចេញហើយតើគេដកនឹងយកទៅធ្វើអីបាទនេះគឺលោកឲ្យពន្យល់ខ្ញុំក៏សូមពន្យល់ចុះតាមន័យត្រង់ដែលខ្ញុំយល់ដឹងបាទតែការបកស្រាយទៅខុសឆ្គងយ៉ាងណាក៏សូមអង្គសវនាការពិនិត្យតើពិតឬមិនពិតពាក្យ3នេះមានពាក្យសម្រិតសម្រាំងបោសសម្អាតនិងកំតិចពាក្យបោសសម្អាតពាក្យសម្រិតសម្រាំងនេះន័យរបស់វាន័យត្រង់គឺថាគេធ្វើឲ្យវាបរិសុទ្ធបាទនេះជាដូចលោកបានមានប្រសាសន៍មាញ់ហើយខ្ញុំឯកភាពនេះជាន័យត្រង់ឯន័យសម្រិតសម្រាំងក្នុងន័យអនុវត្តពេលនោះគឺមានន័យដែលខ្ញុំយល់ទេគឺថាក្នុងការកសាងកម្លាំងគឺសំដៅឲ្យការជ្រើសរើសនឹងដោយប្រយ័ត្នប្រយែងឲ្យច្បាស់លាស់ត្រូវពិនិត្យតាំងពីប្រវត្តិរូបពិនិត្យតាំងពីសិលធម៌រស់នៅមុននឹងឲ្យគេទៅទទួលដឹកនាំការងារអ្វីមួយនឹងពិនិត្យការងារជាបន្តបន្ទាប់របស់គេដើម្បីឲ្យគេកសាងជាគណៈកម្មការឬទទួលខុសត្រូវអង្គភាពណាមួយអានេះគឺគេប្រើពាក្យក្នុងសំដៅក្នុងការកសាងកម្លាំងឯពាក្យបោសសម្អាតនៃត្រង់ខ្ញុំបានបញ្យល់លោកហើយគឺថាវាធ្វើឲ្យស្អាតឯន័យអនុវត្តគឺមានន័យតាមខ្ញុំយល់គឺគេដកចេញនៅសមាសភាពទាំងឡាយណាដែលប្រឆាំងនឹងរបបគេនេះជាន័យអនុវត្តឯពាក្យកំតិចគឺមានន័យជ្រៅហើយមានន័យធ្ងន់ជាងពាក្យសម្រិតសម្រាំងធ្ងន់ជាងពាក្យបោសសម្អាតគឺកំតិចន័យត្រង់របស់វាគឺថាធ្វើឲ្យខ្ទេចឯក្នុងសម័យនោះគេប្រើពាក្យកំតិចបានទូទៅឧទាហរណ៍ថាយើងកំតិចរត់ក្រោះខ្មាំងបានមួយគ្រឿងគឺបានន័យថាយើងធ្វើឲ្យសម្ភារៈនឹងវាកាំងវាលែងប្រើប្រាស់បានហើយបាទនេះគឺន័យកំតិចសម្ភារៈឯកំតិចចំពោះមនុស្សវិញគឺមានន័យធ្ងន់ណាស់គឺសម្លាប់តែម្ដងបាទសូមជម្រាបជូនអង្គសវនាការតាមដែលស្មារតីដែលខ្ញុំយល់បានតែប៉ុណ្្នឹងទេបាទ Bien, je vous remercie. បាទសូមអរគុណបាទលើខ្ញុំសូមចូលទៅប្រធានបទថ្មីព្រោះថាពេលវេលាកាន់តែទៅមុខមានឯកសារមួយចំនួនទៀតគឺថាតាក់ទងនឹងបញ្ហាបាញ់មិញនេះគឺថាភាគីផ្សេងទៀតនឹងមានសំណួរសួរច្រើនបាទឥឡូវនេះខ្ញុំសូមចូលទៅនិយាយបញ្ហាដែលមួយដែលបានលើកឡើងកាលពីម្សិលមិញគឺថាតាក់ទងនឹងតំណងជាមួយនឹងបរទេសតើលោកសាក់សីលោក
ព្រោះថាខ្ញុំមិនយល់មិនច្បាស់កាលពីម្សិលមិញនេះតើមានទូរលេខដែលអាចផ្ញើចេញពីភ្នំពេញទៅបរទេសដែរឬទេហើយនឹងមានទូរលេខដែលទទួលពីក្រៅមកដែរឬទេបាទចំពោះបញ្ហានេះខ្ញុំយល់ឃើញថាវាមិនមានតេតិនអ្វីជាមួយការងារខ្ញុំហើយក៏ខ្ញុំយល់ឃើញថាខាងផ្នែកក្រសួងការបរទេសគឺគាត់ដឹងហើយខ្ញុំដឹងមិនច្បាស់ហើយក៏ការតេតិនជាមួយបរទេសជាមួយខាងផ្នែកខាងក្រៅតាមវិធានរបស់តុលាការថាគឺមិនមានលទ្ធភាពនឹងចាប់កំហុសឬដាក់ទោសប្រទេសដែលមានការពាក់ព័ន្ធនៅខាងក្រៅនោះទេអញ្ចឹងហើយការដែលខ្ញុំលើកគឺវាអត់មានន័យមានខ្លឹមសារទេទោះបីគឺខ្ញុំដឹងក៏ដោយក៏ខ្ញុំមិននិយាយកុំឲ្យខុសពីវិធានរបស់តុលាការបាទសូមអធិស្ឋានបាទតែបើប្រសិនណាជាអង្គការនេះមានសមត្ថភាពកាន់ទោសពួកបរទេសដែលមានលូកដៃពាក់ព័ន្ធក្នុងសង្គ្រាមនៅកម្ពុជាខ្ញុំនឹងរីករាយមកធ្វើសក្ខីកម្មទៀតហើយក៏សូមអស់លោកប្រមូលឯកសារឲ្យបានច្បាស់លាស់ Bien, monsieur បាទលោកសាក់សីខ្ញុំគិតថាយើងកំពុងតែប្រាជ្ញាពីប្រធានបទហើយនេះមិនមែនជាសំណួរដែលខ្ញុំចោទទៅលោកអំបញ្ញមិញទេឥឡូវនេះខ្ញុំសូមផ្ដល់ទូរលេខមួយជូនលោកដើម្បីបំភ្លឺសំណួរដែលខ្ញុំចង់សួរទៅលោកនេះបាទចឹងសូមមន្ត្រីតុលាការផ្ដល់ឯកសារនេះទៅលោកសាក់សីបាទគឺជាទូរលេខ3/11/21គឺជាទូរលេខចុះថ្ងៃទី21ខែធ្នូឆ្នាំ1977ផ្ញើជូនដល់បងជាទីគោរពស្នេហាហើយបើតាមមើលទៅគឺជាទូរលេខដែលផ្ញើពីទីក្រុងភ្ជុងយ៉ាងបាទគឺថានៅកូរ៉េខាងជើងផ្ញើដោយឈ្មោះយ៉ែមហើយកាលនោះគាត់ថាយ៉ែមនេះទំនងជាឯកអគ្គរដ្ឋទូតកម្ពុជាជាតៃនៅកូរ៉េខាងជើងអញ្ចឹងសំណួរខ្ញុំនោះសាមញ្ញទេតើលោកធ្លាប់បានទទួលទូរលេខដែលផ្ញើជូនទៅប៉ុលពតទៅម៉870ហើយដែលបានផ្ញើពីបរទេសគឺថាមកពីស្ថានទូតបរទេសឧទាហរណ៍ស្ថានទូតចិនឬក៏កូរ៉េខាងជើងឬក៏ពីប្រទេសផ្សេងទៀតនោះតើលោកធ្លាប់បានទទួលទូរលេខបែបនេះទេបាទខ្ញុំមិនសូវច្បាស់ទេពីព្រោះការតំណាក់តំណងទូតពេលហ្នឹងក៏ពេលដែលរំដោះហើយក៏មានការរៀបចំអញ្ចឹងមានការតាក់ទងដាក់ទូតអញ្ចឹងមែនតែរឿងខ្លឹមសារទូលេខនេះគឺបានធ្វើឲ្យខ្ញុំនឹកឃើញថាជាដំបូងគឺទូលេខទាំងអស់ហ្នឹងគឺនៅក្នុងក្របខ័ណ្ឌរបស់ក្រមការងារយើងខ្ញុំទទួលដែរតែដំបូងដល់ក្រោយមកពេលខាងបរទេសគេរឹងដៃរឹងជើងគេមានក្រមឯកទេសជំនាញរបស់គេហើយក៏គេធ្វើនៅក្រសួងការបរទេសនេះគឺទូលេខនេះគឺឆ្នាំ77ហើយបាទគឺដូចលោកបានយល់ហើយគឺយ៉ែមនឹងក៏ដូចក្នុងលោកបានអធិប្បាយមកគឺថាជាអ្នកធ្វើការប្រចាំស្ថានទូតនៅកូរ៉េខាងជើងបាទត្រឹមត្រូវហើយបាទ
Donc, បាទដូច្នេះមានតំណែងតំណងតាមទូរលេខរវាងទីក្រុងភ្នំពេញនិងប្រទេសបរទេសមួយចំនួនតាមរយៈស្ថានទូតតើអញ្ចឹងមែនទេលោកអាចបញ្ជាក់ថាអញ្ចឹងបានទេបាទតាមខ្ញុំដឹងខ្លះគឺថាមិនបាច់តាក់ទងជាមួយស្ថានទូតទេគឺក18គឺមានក៏មានលទ្ធភាពគេបញ្ជូនសារទូរលេខតាមលោកអាកាសទៅដល់ភ្យុងយ៉ាងបានដែរជាសញ្ញាតិចតានឹងអាចលឺទៅដល់ឆ្ងាយដល់កូរ៉េបានតើមន្ទីររបស់លោកនោះធ្លាប់បានបកប្រែឯកសារតកតងនឹងឯកសារពាណិជ្ជកម្មតកតងនឹងការនាំចេញនាំចូលសម្ភារៈជាដើមនោះនាំចេញទៅប្រទេសក្រៅឬក៏នាំចូលមកប្រទេសខ្មែរយើងបាទនៅក្នុងកន្លែងខ្ញុំគ្មានទេបាទមិនដែលបានបកទេ alors, je vous... បាទខ្ញុំសូមត្រឡប់មកនិយាយអំពីអ្វីដែលលោកបានលើកឡើងកាលពីម្សិលមិញតាក់ទងទៅលោកខៀវសំផននៅពេលដែលលោកខៀវសំផនជាអ្នកទទួលឯកសារដោយផ្ទាល់ឬក៏គេដាក់ថាគាត់ជាអ្នកគេចម្លងជូនឯកសារទៅគាត់តើគេកំណត់អត្តសញ្ញាណខៀវសំផនយ៉ាងម៉េចគឺចង់និយាយថាគេហៅខៀវសំផនយ៉ាងម៉េចដែរនៅពេលដែលគេចម្លងជូនគាត់ឬក៏ពេលគេផ្ញើទូរលេខទៅគាត់ផ្ទាល់នោះបាទបើលោកខៀវសំផនគឺគេជូនបងហែមអញ្ចឹងហ្មងបាទហែមនោះគឺលោកខៀវសំផនហើយបាទតើគាត់មានឈ្មោះហៅក្រៅផ្សេងទៀតទេគាត់មានឈ្មោះជាលេខកូដអីទេតើមានរបៀបផ្សេងដែលសម្រាប់កំណត់អត្តសញ្ញាណគាត់ទេបាទមិនមានអ្វីក្រៅពីហែមនឹងទេបាទនៅពេលដែលលោកខៀវសំផនផ្ញើសារចេញតើគាត់កំណត់អត្តសញ្ញាណខ្លួនយ៉ាងម៉េចគឺថាហៅខ្លួនឯងហែមបងហែមឬក៏គាត់ហៅខ្លួនគាត់ផ្សេងក្រៅពីនោះបាទសាររបស់គាត់គឺជាសារចំហដូច្នេះគាត់អាចដាក់ហែមចឹងក៏បានឬមួយក៏គាត់ដាក់ថាខៀវសំផនចឹងហ្មងក៏បានឧទាហរណ៍ពីការណែនាំធ្វើឲ្យបងប្អូនយើងនៅតាមមូលដ្ឋានរងចាំស្ដាប់សេចក្តីថ្លែងការណ៍របស់គាត់ហើយក៏ណែនាំឲ្យបងប្អូនទាំងអស់បានជប់សម្រាកដើម្បីស្ដាប់សេចក្តីថ្លែងការណ៍របស់គាត់ដាក់ថាខៀវសំផនចឹងហ្មងបាទ Si j'ai bien compris បើសិនជាខ្ញុំយល់មិនច្រឡំទេពីអ្វីដែលលោកបាននិយាយកាលពីម្សិលមិញនេះគឺថាលោកអាចតាក់ទងលោកខៀវសំផនតាមទូរស័ព្ទដោយផ្ទាល់ហើយលោកខៀវសំផននេះបានប្រើផ្នែកសេវារបស់លោកដើម្បីបំភាន់អក្ខរៈដែលរបស់សារដែលលោកនឹងផ្ញើចេញតើលោកខៀវសំផនមានឋានន្តរស័ក្តិនឹងស្មើនឹងមន្ទីរក1ថាគាត់មានលក្ខខណ្ឌស្ថិតនៅក្នុងលក្ខខណ្ឌដូចគ្នានឹងក1នេះដែរតែអញ្ចឹងមែនទេបាទសិទ្ធិរបស់គាត់គឺមានសិទ្ធិប្រើក្រុមខ្ញុំបានដូចខាងក1ដែរ
លក្ខខណ្ឌដែលសាររបស់គាត់គឺថាមិនមានអ្វីពីក្រៅពីការចែកចាយចាត់ចែងខាងសម្ភារៈនោះទេបាទវាខុសគ្នាត្រង់ហ្នឹងខុសគ្នាត្រង់ថាខាងកមួយលោកមានសិទ្ធិធ្វើសារនឹងគ្រប់ទិដ្ឋភាពឆ្លើយតបគ្រប់បែបយ៉ាងលក្ខណៈរបស់ខាងលោកគីសំផនគឺសារដែលភាគច្រើនរបស់លោកគឺជាសារបែងចែកសម្ភារៈបាទ Hier កាលពីម្សិលមិញលោកបានបញ្យល់ពីអក្សរមួយដែលលោកបានអំពីគំនុំបំព្រួយមួយដែលលោកបានធ្វើជូនសហជីវកម្មសើមគេហើយនៅខាងលើគំនុំបំព្រួយនោះលោកមានថាមានម៉ូ807ក1ហើយមានគណៈប្រធានរដ្ឋហើយនឹងសភាតំណាងប្រជាជនជាដើមប៉ុន្តែតកតងទៅនឹងគណៈប្រធានរដ្ឋនេះហើយមានព្រួយមួយទាញចុះមកក្រោមដែលចង្អុលមកចំក្រសួងនានាតើបើតាមលោកនេះតើសញ្ញាព្រួយនេះចង់មានន័យថាយ៉ាងម៉េចតើមានន័យថាលោកគៀសំផនមានអំណាចលើក្រសួងទាំងអស់នេះបានន័យថាលោកគៀសំផនទទួលទូរលេខពីក្រសួងទាំងអស់នេះឬក៏គេចម្លងជូនគាត់ហេតុអីបានជាលោកធ្វើគូសសញ្ញាព្រួយរវាងគណៈប្រធានរដ្ឋហើយនិងក្រសួងនានានេះខ្ញុំយោងទៅលើឯកសារ D200/9.12 បាទគឺក្នុងការគ្រប់គ្រងរដ្ឋនីមួយៗគណៈប្រធានរដ្ឋក៏គាត់ជាអ្នកមើលការខុសត្រូវពីលើក្រសួងនានាដែរគឺថាខាងផ្នែកស៊ីវិលគឺគាត់មានលទ្ធភាពមានសិទ្ធិអាចដឹងអាចចាត់ចែងលើក្រសួងផ្សេងដែរនេះតាមធម្មតានៃរដ្ឋនីមួយព្រោះថារាជរដ្ឋាភិបាលឬរដ្ឋាភិបាលហ្នឹងជាអ្នកទទួលផ្នែកស៊ីវិលដោយឡែកតែមុខព្រួយនេះខ្ញុំមិនបានគូសទៅលើក្រសួងការពារជាតិឬមួយក៏ព្រួយទៅណាទេគឺមានតែខាងផ្នែកស៊ីវិលទេដែលគាត់មានលទ្ធភាពគាត់មើលការខុសត្រូវអាចដឹងបានឋានៈរបស់គាត់មកមានឥទ្ធិពលលើកងទ័ពក្រសួងការពារជាតិអីគឺអត់មានទេបាទនេះខាងផ្នែកការពារជាតិគឺគេមានអគ្គបញ្ជាការមួយដ៏ធំគឺលោកសុនសេនបាទដែលក្នុងសម័យហ្នឹងគាត់គ្មានឥទ្ធិពលឬកងទ័ពមិនមានសិទ្ធិគ្រប់គ្រងកងទ័ពទេនេះជាសញ្ញាដែលខ្ញុំគូសនោះគឺមានន័យអញ្ចឹងដើម្បីចង់ឲ្យអស់លោកដឹងអញ្ចឹងគឺមានខាងស៊ីវិលនិងខាងយោធា D'accord. Je voudrais. Je voudrais vous poser. បាទខ្ញុំសូមចោទសំណួរមួយតកតងទៅនឹងអ្វីដែលលោកដឹងលោកឃើញមិនមែនតកតងទៅនឹងអ្វីដែលលោកតំណាក់ដឹងឥឡូវទេកាលនៅសម័យនោះនៅពេលដែលលោកទទួលទៅខាងបកប្រែឬក៏បំភាន់អក្សរទូរលេខលោកបានទទួលទូរលេខដែលផ្ញើជូនទៅក្រសួងមួយចំនួនតើទូរលេខទាំងអស់នោះបានផ្ញើមានចម្លងជូនលោកខៀវសំផនដែរឬទេ
ហើយកាលនោះលោកដឹងទេលោកមានបានដឹងអំពីតំណែងតំណងរវាងក្រសួងមួយចំនួននិងលោកគេសម្ផនដែរឬទេបើសិនជាលោកដឹងលោកជម្រាបថាដឹងបើមិនចឹងទេលោកមិនបាច់ឆ្លើយក៏បានដែរបាទខ្ញុំមិនដឹងទេបាទ Alors, revenons. បាទខ្ញុំសូមត្រឡប់និយាយពីពេលដែលលោកនៅមន្ទីរប20នៅរយៈកាលពេលរំដោះទីក្រុងភ្នំពេញលោកបានបញ្យល់ថាផ្នែកថាបកប្រែឬកំផនអក្សរទូរលេខនេះបានត្រូវបានបែងចែកជាពីរផ្នែកគឺថាមួយផ្នែកនៅមន្ទីរប20ហើយមួយទៀតនៅជាមួយប៉ុលពតគឺថានៅសមរភូមិនៅភាគខាងលិចនៃទីក្រុងភ្នំពេញលោកបាននិយាយដោយមានភាពចម្រុងចម្រាស់ថាលោកនិយាយថាលោកមិនបានទទួលទូរលេខការណែនាំតាក់ទងទៅនឹងការកំណត់ផែនការវាយប្រហារលើទីក្រុងភ្នំពេញនោះទេហើយលោកក៏មិនចាំផងដែរអំពីសារតាក់ទងទៅនឹងការជំនះពីទីក្រុងភ្នំពេញតើខ្ញុំសង្ខេបអ្វីដែលលោកបាននិយាយនេះត្រឹមត្រូវដែរឬទេបាទជាការត្រឹមត្រូវនិងជាការពិត Alors, pour autant ពេលដែលលោកនៅមន្ទីរប20លោកបាននិយាយថាលោកអាចតាក់ទងប៉ុនជាចន្ទ្រៃដែលប៉ុននោះនៅជាប់នឹងប៉ុលពតហើយបើសិនជាខ្ញុំយល់មិនច្រឡំទេគឺថាផ្នែកមន្ទីរប20នេះគឺទទួលខាងបកប្រែហើយនឹងបំភាន់អក្សរទូរលេខដែលផ្ញើជូនទៅមូលដ្ឋានសំណួរខ្ញុំដូចតទៅនេះក្រោយថ្ងៃ17មេសាឆ្នាំ1975លោកបានទទួលទូរលេខតាក់ទងទៅនឹងការបង្កើតឬក៏ការណែនាំតាក់ទងទៅនឹងណែនាំតាក់ទងនឹងប្រជាជនដែលគេជម្លៀសចេញពីទីក្រុងភ្នំពេញតើលោកបានទទួលទូរលេខដែលក្នុងទូរលេខនោះគេបញ្យល់គេប្រាប់ជាមុនថានឹងមានប្រជាជនជម្លៀសមកហើយយើងត្រូវទទួលហើយត្រូវថែទាំពួកគាត់ហើយនឹងផ្ដល់អាហារហូបចុកដល់គាត់ហើយនឹងឲ្យគាត់ស្នាក់នៅតើលោកបានទទួលទូរលេខបែបនេះដែរឬទេចំពោះប្រជាជនដែលគេនឹងជម្លៀសទៅតាមមូលដ្ឋាននោះបាទខ្ញុំមិនដែលបានទទួលទូរលេខបែបនេះទេបាទ J'aurais très rapidement បាទខ្ញុំមានសំណួរពីរទៀតដើម្បីសួរទៅលោកតែមួយតាក់ទងទៅនឹងការរៀបចំមន្ទីរកខ្ញុំសូមជូនឯកសារមួយទៅលោកគឺថាឯកសារ E3/858 សូមផ្ដល់ឯកសារនេះទៅលោកសាក់សី Voilà, donc ce document ឯកសារនេះរៀបរាប់ពីសមាជិកមន្ទីរកបាទខ្ញុំក៏សម្គាល់ឃើញថាមានផ្នែកកមួយនោះមានពីរផ្នែកគឺថាកជាទូទៅហើយនឹងកមួយដែលមានសរសេរនៅក្នុងចុងឯកសារហ្នឹងគឺថាមានមន្ទីរកមួយនៅខាងក្រៅផ្ទះអ៊ំតើលោកអាចបញ្ជាក់បានទេថាមានបណ្ដុំកមួយគឺថាមានអ្នកដឹកនាំខុសគ្នា
បាទដែលខ្ញុំចាំមន្ទីរកមួយដែលគេដាក់ថាបងលីននេះគឺនៅក្នុងឯកសារដែលខ្ញុំបានឆ្លើយជាមួយសាក្សីហ្នឹងគឺសំដៅកែនហ្នឹងហើយបាទកែនហ្នឹងគឺឈ្មោះគាត់ពីរកែនឬលីនគឺមនុស្សតែមួយទេបាទហើយរឿងទីតាំងរបស់កមួយនេះដែលគាត់មានសិទ្ធិគ្រប់គ្រងមិនមែនតែក្រៅbullying នឹងទេគាត់ថាទាំងក្នុងទាំងក្រៅបាទការពារសន្តិសុខនៅកមួយហ្នឹងហើយកមួយហ្នឹងគេគិតទាំងក្នុងបរិវេណទាំងក្រៅបរិវេណបាទបាទខ្ញុំមានសំណួរមួយចំនួនទៀតដែលត្រូវសួរលោកប៉ុន្តែឥឡូវនេះប្រហែលជាដល់ពេលសម្រាប់ហើយបាទអរគុណឥឡូវនេះដល់ពេលសម្រាប់ហើយអញ្ចឹងប្រកាសសម្រាប់ចាប់ពីពេលនេះទៅរហូតដល់ម៉ោង11សូមអញ្ជើញចូលវិញដើម្បីបន្តកិច្ចដំណើរការសមការមន្ត្រីរដ្ឋបាលតុលាការទៅមករួបដល់កន្លែងសម្រាប់នៅបន្ទប់សម្រាប់សម្រាប់សាក្សីក្នុងអំឡុងពេលឈប់សម្រាប់នឹងឲ្យជួយគាត់មកកាន់កន្លែងផ្ដោតកិច្ចកម្មវិញនៅក្នុងបន្ទប់តាមដំណើរការនេះនៅវេលាម៉ោង11សម្រាប់ចុះសូមអញ្ជើញក្រោកឈរ